មែនជារឿងងាយស្រួលនោះទេក្នុងការធ្វើឲ្យសិស្សកាន់តែយល់ច្បាស់ទៅនឹងប្រធានបទណាមួយដោយគ្រាន់តែឲ្យពួកគេទទួលបាននូវខ្លឹមសារតែមួយមុខនោះដើម្បីជួយដល់ពួកគេឲ្យកាន់តែយល់ច្បាស់អំពីអ្វីដែលគ្រូបានបង្រៀនការបង្ហាញពីសកម្មភាពនានាឬលេងល្បែងអប់រំមួយចំនួនដែលតាក់ទងទៅនឹងប្រធានបទដែលនឹងត្រូវបង្រៀនគឺពិតជាមានសារៈសំខាន់ណាស់វីដេអូនេះនឹងណែនាំអំពីរបៀបនៃការបង្កើតសម្ភារៈដែលបង្កនូវភាពរីករាយដើម្បីប្រើប្រាស់នៅក្នុងការបង្រៀននិងបង្ហាញពីរបៀបនៃការធ្វើសកម្មភាពនៅក្នុងមេរៀននៅក្នុងវីដេអូនេះពួកយើងនឹងណែនាំអ្នកអំពីល្បែងអប់រំនៃការផ្គូផ្គងពណ៌ល្បែងអប់រំនេះនឹងជួយដល់សិស្សឲ្យកាន់តែចងចាំនិងមានភាពស៊ាំទៅនឹងពណ៌នៃប្រភេទអាហារដែលស្ថិតនៅក្នុងស្រទាប់នីមួយៗនៃពីរ៉ាមីតអាហារនៅក្នុងពីរ៉ាមីតអាហារមានពណ៌ចំនួន6ពណ៌លឿងស្រាលសម្រាប់ប្រភេទគ្រាប់ធញ្ញជាតិនិងពពុះម្សៅពណ៌បៃតងចាស់សម្រាប់ប្រភេទបន្លែពណ៌បៃតងស្រាលសម្រាប់ប្រភេទផ្លែឈើពណ៌ក្រហមសម្រាប់ប្រភេទអាហារសម្បូរប្រូតេអ៊ីនពណ៌ស្វាយសម្រាប់ប្រភេទអាហារសម្បូរកាល់ស្យូមនិងពណ៌លឿងចាស់សម្រាប់ប្រភេទអំបិលស្ករខ្លាញ់និងប្រេងឆាវាអាចជាការលំបាកសម្រាប់សិស្សដើម្បីចងចាំនៅពណ៌និងមុខអាហារដែលស្ថិតក្នុងស្រទាប់នីមួយៗនៃពីរ៉ាមីតអាហារដូច្នេះល្បែងអប់រំនេះគឺបង្កើតឡើងដើម្បីឲ្យសិស្សមានភាពស៊ាំជាមួយនឹងពណ៌និងមុខអាហារទាំងអស់នៃស្រទាប់នីមួយៗដែលមាននៅក្នុងពីរ៉ាមីតអាហារដូចនេះពួកគេនឹងចងចាំនៅមុខអាហារទាំងនោះនៅពេលដែលពួកគេបរិភោគឬធ្វើការចម្អិនអាហារនាពេលអនាគតតោះយើងនាំគ្នាបង្កើតល្បែងអប់រំនៃការផ្គូផ្គងពណ៌ទាំងអស់គ្នាសម្ភារៈដែលត្រូវការមានដូចជាផ្ទាំងក្រដាសទំហំ A0 បាន់ចំនួន24សន្លឹកម៉ាស៊ីននិងផ្លាស្ទិកអ៊ុតរឹងនិងបន្ទះស្អិតបបិទជាដំបូងអ្នកត្រូវរៀបចំបាន់ចំនួន24សន្លឹកសម្រាប់ប្រភេទអាហារទាំង6ដែលមួយប្រភេទអាហារត្រូវការបាន់ចំនួន4សន្លឹកក្នុងចំណោមបាន់ទាំង4សន្លឹកនេះយើងត្រូវការ2សន្លឹកសម្រាប់ដាក់ពណ៌ទៅតាមប្រភេទអាហារនិង2សន្លឹកទៀតសម្រាប់ដាក់រូបមុខអាហារឥឡូវពួកយើងចាប់ផ្ដើមរៀបចំបាន់សម្រាប់ស្រទាប់ប្រភេទអាហារនីមួយៗទាំងអស់គ្នាឧទាហរណ៍ស្រទាប់ខាងក្រោមបង្អស់នៃពីរ៉ាមីតអាហារគឺមានពណ៌លឿងស្រាលសំដៅលើប្រភេទគ្រាប់ធញ្ញជាតិនិងពពុះម្សៅចូលរៀបចំបាន់ចំនួន4សន្លឹកសម្រាប់ស្រទាប់នេះសម្រាប់បាន់ចំនួន2សន្លឹកដែលត្រូវដាក់ពណ៌អ្នកត្រូវផាត់ពណ៌លឿងស្រាលគ្រាន់តែផាត់ពណ៌ប៉ុណ្ណោះប្រសិនបើអ្នកមានម៉ាស៊ីនបោះពុម្ពពណ៌ធម្មជាតិអ្នកអាចប្រើប្រាស់ម៉ាស៊ីនដើម្បីបោះពុម្ពពណ៌នោះបានឬក៏អាចផាត់ពណ៌ដោយប្រើប្រាស់ខ្មៅដៃពណ៌ក៏បានដែរឯចំណែកបាន់2សន្លឹកផ្សេងទៀតសម្រាប់ដាក់មុខអាហារអ្នកអាចជ្រើសរើសមុខអាហារចំនួន2មុខដែលស្ថិតនៅក្នុងស្រទាប់នៃប្រភេទគ្រាប់ធញ្ញជាតិនិងពពុះម្សៅអ្នកអាចជ្រើសរើសបាយឬនំប៉័ងធ្វើជាឧទាហរណ៍បន្ទាប់មកអ្នកត្រូវគូរនៅមុខអាហារនីមួយៗចូលទៅក្នុងបាន់សម្រាប់ដាក់មុខអាហារអ្នកអាចស្នើឲ្យសិស្សចូលរួមនៅក្នុងការគូររូបមុខអាហារឬផាត់ពណ៌បានបន្ទាប់ពីរៀបចំបាន់ទាំងអស់ហើយអ្នកត្រូវដាក់បាន់រូបភាពអាហារនិងបាន់ដែលបានផាត់ពណ៌បញ្ចូលគ្នាដោយផ្ងាមួយនៅខាងមុខនិងមួយទៀតនៅខាងក្រោយឧទាហរណ៍អ្នកផ្ងាដាក់បាន់ដែលមានពណ៌លឿងស្រាលនៅផ្នែកម្ខាងហើយដាក់បាន់ដែលមានរូបភាពនំប៉័ងនៅផ្នែកម្ខាងទៀតអ្នកអាចអ៊ុតរឹងលើបាន់ទាំងនោះដើម្បីប្រើប្រាស់បាន់យូរអង្វែងសូមប្រុងប្រយ័ត្ននៅពេលដែលអ្នកដាក់បាន់ទាំងពីរផ្គប់ចូលគ្នាទៅនឹងម៉ាស៊ីនអ៊ុតរឹងព្រោះបាន់ទាំងពីរសន្លឹកនឹងក្លាយទៅជាបាន់តែមួយដែលម្ខាងមានពណ៌និងម្ខាងទៀតមានមុខអាហារសម្រាប់ក្រដាសផ្ទាំងធំទំហំ A0 អ្នកអាចអ៊ុតជាមួយស្កុតថ្លាដើម្បីការពារពីការរហែកហើយប្រើប្រាស់បានយូរចំពោះបន្ទះស្អិតបបិទអ្នកអាចយកទៅបិទភ្ជាប់ជាមួយបាន់ដែលបានអ៊ុតរួចទាំងសងខាងព្រមទាំងបិទលើក្រដាសផ្ទាំងធំទំហំ A0 ដើម្បីអាចឲ្យយើងយកបាន់ទៅបបិទលើក្រដាសផ្ទាំងធំទំហំ A0 នោះបានឥឡូវនេះយើងនាំគ្នាក្រឡេកមើលពីរបៀបលេងល្បែងអប់រំនេះនៅក្នុងថ្នាក់រៀនចូលបិទក្រដាសផ្ទាំងធំទំហំ A0 នៅលើក្តារខៀនហើយបិទបាន់ដោយបង្ហាញផ្នែកខាងពណ៌ដោយទុកឲ្យសិស្សធ្វើការកត់សម្គាល់មួយសន្ទុះបន្ទាប់មកទៀតចូលត្រឡប់បាន់នៅផ្នែកម្ខាងទៀតហើយធ្វើការច្របល់បាន់ទាំងនោះទៅមកឲ្យសព្វចុងក្រោយបង្ហាញនៅបាន់ផ្នែកខាងពណ៌មួយសន្លឹកហើយឲ្យសិស្សស្វែងរកបាន់រូបភាពដទៃទៀតដែលមានពណ៌ដូចគ្នាទៅនឹងបាន់រូបភាពដែលបានបង្ហាញ
សិស្សអាចស្វែងរកប័ណ្ណដែលមានពណ៌អាហារដូចគ្នាបានយ៉ាងងាយស្រួលប្រសិនបើពួកគេស្គាល់នៅប្រភេទអាហារថាតើអាហារមួយណាស្ថិតនៅក្នុងប្រភេទអាហារណាមួយហើយសម្គាល់ដោយពណ៌អ្វី